ជាព្រះវិន័យមេរៀនទី9ប្រយោគសេចក្តីព្យាយាមនិងប្រព្រឹត្តធ្វើឲ្យកន្លងនៅសិក្ខាបទឈ្មោះថាប្រយោគមានពីរយ៉ាងគឺអហត្ថកប្រយោគមួយនិងអនត្តកប្រយោគមួយការធ្វើកន្លងដោយខ្លួនឯងហៅថាសហត្ថកប្រយោគអាប្រើអ្នកដតីឲ្យធ្វើហៅថាអនត្តកប្រយោគទី9គឺឧច្ចាសយៈអ្នកទាំង7សិក្ខាបទនេះចាត់ជាសហតិកប្រយោគការលួចទ្រព្យគេនិងសិក្ខាបទទី10គឺជាតប្រយោគ